សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នារសៀលនេះជួបគ្នាទៀតហើយនេះគឺជាសកម្មភាពបច្ចេកទេសក្នុងការបេះត្រកួនហើយត្រកួនបត់នេះដែរគឺខ្ញុំបានដាំច្រើនគូសំដែរ3-4កង់ឡានដែលខ្ញុំដាក់ដីដាំហើយត្រកួននេះក៏ជាត្រកួនកង់ឡានចុងក្រោយដែរសម្រាប់បេះយកមកធ្វើជាអន្លក់ជាមួយនឹងផ្អកហ្នឹងគឺបានម៉ែគាត់ផ្ញើមកពីជីក្រែងគាត់ផ្ញើមកកូនថងដែរហើយការបេះត្រកួននេះក៏មិនឯកោកណ្ដៃម្នាក់ឯងដែរគឺបានជំនួយការពិសេសមកជួយជំនួយការនេះគឺបេះលឿនគួរសមប៉ុន្តែគាត់មិនទាន់ចេះបេះបានស្អាតទេហើយគាត់ឃើញខ្ញុំធ្វើអីគឺគាត់តែងតែមកអង្គុយជួយធ្វើគាត់ចូលចិត្តរៀនសូត្រអំពីសកម្មភាពប្រចាំថ្ងៃរបស់យើងនេះបន្ទាប់ពីខ្ញុំបានបង្ហាញអំពីការបេះត្រកួនរួចរាល់ហើយក៏គាត់ចាប់ផ្ដើមរៀបចំដើម្បីយកត្រកួននោះទៅលាងការដែលរៀបចំត្រកួនដាក់ក្នុងកូនកញ្ច្រែងនេះគឺគាត់ចាប់ម្ដងដើមចឹងហើយប្រើពេលយូរណាស់បន្ទាប់ពីចាប់រួចហើយគាត់ក៏បានយកទៅតម្រង់នៅកន្លែងលាងហើយលាងក៏ដោយបងប្អូនឃើញស្រាប់ដែរគឺលាងម្ដងម្ដើមហើយការលាងនេះគឺកាត់តច្រើនប្លង់ណាស់ត្រឹមបានគាត់លាងរួចបើសិនជាឲ្យគាត់លាងទាំងអស់ក៏គាត់មិនសុខចិត្តដែរពេលនេះត្រកួនបានលាងរួចរាល់ហើយអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនា